បាទជំរាបសួរលោកគ្រូលោកគ្រូថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបបន្ថែមសិស្សថ្មីបាទមានន័យថាសិស្សលោកគ្រូលោកគ្រូបន្ថែមចូលថ្មីមកទៀតហើយមកក្រោយនៃការបង្កើត account របស់សិស្សពីមុនមកអញ្ចឹងដើម្បីបន្ថែមបានលោកគ្រូលោកគ្រូចូលទៅក្នុង account របស់លោកគ្រូលោកគ្រូបន្តមកទៀតលោកគ្រូចុចលើកន្លែងនេះហើយយកពាក្យថាគ្រប់គ្រងសិស្សបាទបន្តមកទៀតលោកគ្រូលោកគ្រូចុចលើសញ្ញាបូកនេះមានន័យថាបន្ថែមបាទបន្តមកទៀតលោកគ្រូលោកគ្រូត្រូវបំពេញឈ្មោះសិស្សបាទឥឡូវឧទាហរណ៍ថាសិស្សឈ្មោះកបាទហើយលេខសម្ងាត់អញ្ចឹងកន្លែងពាក្យសម្ងាត់នេះគឺសូមលោកគ្រូលោកគ្រូប្រើលេខ ID មានន័យថាលេខអត្តលេខរបស់សិស្សបាទបំពេញចូលមកឧទាហរណ៍1 2 3 4 5នេះអញ្ចឹងត្រូវបំពេញនៅកន្លែងនេះបន្តមកទៀតជ្រើសរើសភេទស្អីឬប្រុសបាទបន្តមកទៀតយើងដាក់ថ្ងៃខែឆ្នាំកំណើតអញ្ចឹងមានន័យថាដាក់ពីឆ្នាំទៅមុនឆ្នាំ4ខ្ទង់ខែរួចថ្ងៃបាទបន្តមកទៀតបើសិនជាគ្រូមានរូបភាពអាចដាក់ចូលហើយក៏បានគ្រាន់ពេលយើងដាក់ឲ្យចប់ប៉ុណ្ណឹងហើយគ្រូគ្រាន់ចុចពាក្យថាបន្ថែមសិស្សបាទជាការស្រេចតែសូមចាំថានៅកន្លែងថ្ងៃខែឆ្នាំកំណើតនេះលោកគ្រូត្រូវបំពេញជាលេខឡាតាំងបើសិនជាលោកគ្រូសរសេរជាអក្សរខ្មែរគឺអត់ស្គាល់ទេបាទអរគុណច្រើន